ដល់លេងនឹងញ៉ាំអាហារនៅពេលកាន់36ម៉ោងបែបទីហ៊ានពិសេស Texting មកមើលទាំងអស់គ្នាថាបានញ៉ាំអាហារឆ្ងាញ់អ្វីខ្លះមកញ៉ាំនំប៉័ងស្នូលសាច់ឬវិញហើយអាហារពេលដំបូងបន្ទាប់ពីមកដល់ពេលកាន់តួឯកគឺនំប៉័ងស្នូលសាច់សម្បកស្ដាងខាំមួយម៉ាត់ទឹកសាច់ទុះក្នុងមាត់តែម្ដងស្នូលសាច់ច្រើនណែនល្អក្លិនស្លឹកខ្ទឹមមិនប្រពូលពេកទេរសជាតិឆ្ងាញ់ប្រៃផ្អែមល្មមមិនទ្រលាន់ទេញ៉ាំមួយម៉ាត់ពិតជាពេញចិត្តខ្លាំងណាស់ស៊ុបជូរហឹកក៏ឆ្ងាញ់គួរសមដែរហើយដោយសាររំលេចនឹងជូរដោយសារទឹកខ្មេះមានតែហូបផ្សិតទៅជាកណ្ដូលស៊ុបសាច់មាន់និងជីវ៉ាន់ស៊ុយសាច់មាន់ឆាក្របស្វាយចន្ទីមិនធ្វើជាលក់ញ៉ាំហូបរសជាតិផ្អែមប៉ុន្មានទេញ៉ាំច្រើនបន្តិចទៅមានអារម្មណ៍ថាផ្អែមខ្លាំងប្រហែលជាប្រើសាច់ភ្លៅមាន់ហើយបានជាទុនឆ្ងាញ់ម្ល៉េះនៅតែចូលចិត្តនំប៉័ងស្នូលសាច់ជាងសំជាម្ហូបប្រចាំហាងមែននេះទឹកជ្រលក់នេះចាប់ផ្ដើមចូលចិត្តផឹកទឹកសណ្តែកអាប់យ៉ាស៊ីមិនអាក្រក់ទេផឹកបានតើផឹកដំបងរៀងចម្លែកបន្តិចប៉ុន្តែផឹកបានប៉ុន្មានក្អឹកក៏សាំមាត់ទៅផឹកអស់មួយកែវយ៉ាងរលូនតែម្ដងយ៉ាអ៊ូស្រទាប់ទឹកដោះគោនៃភីសយ៉ូហ្គតឆ្ងាញ់គួរសមដែរក្លិននិងរសជាតិទឹកដោះគោខាប់នឹងឈ្ងុយជាងគេសាច់យ៉ាអ៊ូរៀងខាប់ណែនល្អហើយក៏មិនផ្អែមពេកដែរមកញ៉ាំនំប៉័ងណានដុតក្លាមទា Foie Gras ហើយខាងក្រោមជានំប៉័ងណានដុំធំមួយខាងលើមានក្លឹមទា5 2ដុំក្លឹមទាដុតមកទន់ល្មើយពេញដោយខ្លាញ់និងសំណើមក្លិនឈ្ងុយខ្លាំងណាស់ឯនំប៉័ងណានខាងក្រោមវិញណែនសាច់ល្អណាស់ខាំមួយម៉ាត់បានទាំងកាបូអ៊ីដ្រាតនិងខ្លាញ់ក្តីសុខទ្វេដងតែវាឆ្អែតណែនពោះខ្លាំងណាស់ញ៉ាំអស់ត្រឹមពាក់កណ្ដាលក៏រៀងឆ្អែតពាក់កណ្ដាលទៅហើយសាច់អាំងចាក់ដល់ក៏ឆ្ងាញ់មិនអន់ដែរតម្លៃសមរម្យភាពនិងគុណភាពមានអារម្មណ៍ថាសាច់មួយចង្កាក់ធំណាស់គ្រឿងផ្សំមិនប្រៃឬខ្លាំងក្លិនពេកទេបានកំងឆ្អឹងខ្ចីមាន់ស្លាប់មាន់និងផ្លែត្រឡាចអាំងជាដើមសាច់មាន់ទន់ល្អណាស់មកញ៉ាំស៊ុបសាច់ចូលឈឿនរៅហើយម្នាក់មានឆ្នាំងតូចមួយរៀងខ្លួនទឹកស៊ុបថ្លាសាមញ្ញប៉ុន្តែសំខាន់គឺញ៉ាំជាមួយទឹកជ្រលក់ឡុង Sesame Paste ជ្រលក់សាច់ក្នុងឆ្នាំងតែប៉ុន្មានវិនាទីរួចស្រង់មកជ្រលក់ទឹកជ្រលក់ឡុងយ៉ាងច្រើនស្រង់ឡើងមកស្រោចទឹកជ្រលក់ឡុងពេញញ៉ាំមួយម៉ាត់ទៅពិតជាឆ្ងាញ់រហូតដល់តក់ស្លុតមែនសាច់មានទាំងប្រភេទហាន់ស្ដាងនិងហាន់ដោយដៃសុទ្ធតែទន់ល្អមិនស្ងួតរឹងទេកុំមកប៉ុណ្ណេះពីអ្នកញ៉ាំល្មមត្រូវទុកពោះញ៉ាំអីផ្សេងទៀតជ្រក់ស្ពៃមិនដឹងថាត្រូវជ្រលក់ស៊ុបអត់ទេខ្ញុំញ៉ាំតតែម្ដងរសជាតិជូរខ្លាំងហើយស្រួយឆ្ងាញ់ណាស់មកញ៉ាំនំប៉័ងឆ្វាំងឆាំវិញហើយកុំមកសម្បកនំហើយកុំមកម្ហូបតាមចំណង់ចំណូលចិត្តប្រើសម្បកនំខ្ចប់ម្ហូបមូលបញ្ចូលគ្នាហើយញ៉ាំលើកដំបូងគ្មានបទពិសោធន៍យកសម្បកនំពីរជាន់លើគ្នាខ្ចប់បាត់ចាប់គ្រឿងមីមួយចង្កឹះធំខាំមួយម៉ាត់ធំញ៉ាំមួយម៉ាត់លីឡំគ្រប់មុខម្ហូបចូលគ្នាបន្លែឆាសម្រស់ឆាហ៊ីខេពិតជាប្រលឹងនៃម្ហូបនេះណែនស្រួយហើយមានទឹកច្រើនខាងក្នុងមានសណ្តែកបណ្ដុះមីស៊ូស៊ុតនិងស្លឹកគូឆាយដំឡូងបារាំងសៃជូរជួយឲ្យឃ្លានបាយខ្លាំងណាស់ទិញទឹកដោះគោទឹកកកស្វាយមួយកែវមិនអាក្រក់ទេអាចសាកបានឈ្ងុយគួរសមអស់ប៉ុណ្ណឹងហើយនៅមានថតអាហារខ្ចប់ take out នៅពេលកាន់ទៀតមិនដឹងថាកាត់វីដេអូចប់ពេលណាទេ